មូលហេតុដែលសិក្សាអំពីរបបខ្មែរក្រហមដែលពួកខ្ញុំត្រូវដឹងពីព្រោះពួកខ្ញុំគឺជាសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិកម្ពុជាយើងទាំងមូលអញ្ចឹងខ្ញុំត្រូវតែដាច់ខាតដឹងអំពីប្រវត្តិសាស្ត្រកម្ពុជានៅសម័យនោះថាមូលហេតុអ្វីបានជាធ្វើឲ្យរបបនោះវាកើតឡើងនៅក្នុងប្រទេសកម្ពុជាហើយក៏ដូចជាត្រូវការដឹងនៅផលវិបាកនៃការរស់នៅប្រជាជនរស់នៅក្នុងរបបនោះក៏ដូចជារបបនោះវាបានបញ្ចប់ដោយសារអ្វីហើយការវិបត្តិនៃសង្គមនៅរបបនោះវាមានវិបត្តិអ្វីខ្លះដែលកើតឡើងនឹងធ្វើឲ្យប្រជាជនគាត់មានការភៀសខ្លួនទៅប្រទេសនានាមូលហេតុដោយសារតែរបបហ្នឹងឬក៏យ៉ាងម៉េច